ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំមកបង្ហាញអំពីចាខ្សែល្បីល្បាញណាចាជាទូទៅនៅក្នុងក្បួនចាមានបញ្ជាក់ទៅលើខ្សែព្រះអាទិត្យចាបានបញ្ជាក់ថាអ្នកដែលមានខ្សែព្រះអាទិត្យនេះណាចាជំរឿខ្ញុំគូឲ្យមើលណាវានៅត្រង់នេះចាពេលខ្លះទៅវាដុសចេញអំពីខ្សែវាសនាបែបនេះណាចាអញ្ចឹងរឿងខ្សែព្រះអាទិត្យនេះចាបើសិនជាអ្នកមានខ្សែព្រះអាទិត្យគឺមានន័យថាអ្នកនឹងចាគឺមានឈ្មោះល្បីល្បាញបើសិនជាអ្នករកស៊ីគឺលះនឹងល្បីល្បាញឈ្មោះអ្នកធ្វើការក៏បានតំណែងធំអាចនិយាយថាជាខ្សែល្បីល្បាញមួយជាខ្សែបុណ្យមួយជួយម្ចាស់បាត់ដែរប៉ុន្តែចាអ្នកខ្លះគាត់ថាគាត់អត់មានខ្សែព្រះអាទិត្យនឹងទេប៉ុន្តែគាត់មានឈ្មោះល្បីល្បាញដូចគ្នាដែរតើមានខ្សែអីមួយដែលអាចជំនួយឬក៏អាចជួយគាត់ឲ្យមានភាពល្បីល្បាញនឹងបើគាត់មានខ្សែព្រះអាទិត្យផងនឹងចាឥឡូវខ្ញុំមកបង្ហាញអំពីខ្សែនឹងណាខ្សែនឹងគឺគេហៅថាចាខ្សែនិមិត្តសញ្ញារូបស្គរណាចាខ្សែនិមិត្តសញ្ញារូបស្គរគឺជួយទៅលើភាពល្បីល្បាញណាចាំមើលខ្ញុំគូឲ្យមើលណាឥឡូវគូជាមួយនឹងខ្សែអាជីវកម្មគាត់សិនណាចាសម្រាប់ខ្សែអាជីវកម្មនៅលើដៃនេះខ្សែអាជីវកម្មគាត់ស្អាតណាចាគឺច្បាស់ល្អមែនទែនណាចាហើយខ្សែអាជីវកម្មគាត់គឺចេញអំពីចាគេហៅថាខ្សែទ្រព្យសម្បត្តិបែបនេះចាអ្នកដែលមានខ្សែអាជីវកម្មចេញអំពីខ្សែទ្រព្យសម្បត្តិបែបហ្នឹងមានន័យថាអ្នកដែលអាចបើកអាជីវកម្មឲ្យរីកចម្រើនខ្លាំងចាយល់តែមែនទែនណាចារីកចម្រើនខ្លាំងហើយនៅវ័យចាស់គឺគាត់បានសល់ទ្រព្យដោយសារតែអាជីវកម្មរបស់គាត់នឹងឯងណាចាឬក៏ម្យ៉ាងទៀតចាម្ចាស់បាតដៃនឹងបើសិនជារកស៊ីពាក់ព័ន្ធជាមួយនឹងមុខរបរដែលសល់ពីដូនតាឬក៏សល់ពីឪពុកម្ដាយដែលបន្សល់មកឲ្យអ្នកនឹងកាន់ណាគឺរត់តែរីកចម្រើនខ្លាំងយល់តែមែនទែនដូចគ្នាណាចាឥឡូវខ្ញុំគូខ្សែវាសនាសិនចាជាមួយនឹងមានចាខ្សែចាអាជីវកម្មចាបាញ់ឡើងទៅលើជាមួយនឹងចាខ្សែវាសនាចាបាញ់ឡើងទៅលើដែរចេញជាត្រីកោណចាខ្វែងជួបគ្នាចេញជាចាគេហៅថាស្គរនឹងឯងណាឃើញទេចាគឺចាចេញជាដូចគេហៅថាដូចរៀងសញ្ញាគុណណាប៉ុន្តែចាវាចាខ្វែងចេញជាត្រីកោណទល់ក្បាលគ្នាបែបហ្នឹងណាចាអាហ្នឹងគេហៅស្គរណាចាស្គរនេះហើយដែលជួយឲ្យម្ចាស់បាត់ដៃមានភាពល្បីល្បាញខ្លាំងណាចាហើយល្បីល្បាញហ្នឹងគឺក្នុងអាយុប្រហែលណាយើងអាចគូសមើលណាត្រឹមចាប៉ុណ្ណេះបើរាប់លើខ្សែវាសនាចាគឺក្នុងចា32 33នឹងឯងណា32 33របស់គាត់គឺមានភាពល្បីល្បាញខ្លាំងទៅលើមុខរបររបស់គាត់ណាចាហើយដៃនេះផងដែរបើគាត់រៀបការហើយណាគាត់នឹងមានមុខរបរស្រាប់តែម្ដងណាមើលខ្សែអាពាហ៍ពិពាហ៍របស់គាត់បាញ់មកភ្ជាប់ចាជាមួយនឹងខ្សែចាអាជីវកម្មរបស់គាត់តែម្ដងមានន័យថាក្រោយទៅពេលរៀបការគឺគាត់មានមុខរបរស្រាប់ឬក៏គូគាត់ជាអ្នករកស៊ីដូចគ្នាដែលគេមានមុខរបរស្រាប់ហើយរៀបការហើយគឺបន្ថែមមុខរបរចាមួយទៀតចាឬក៏មានមុខរបរស្រាប់នឹងឯងណាចាហើយគាត់មានតែខ្សែទទួលគេមរតកឬក៏ដីធ្លីពីឪពុកម្ដាយទៀតណាចាដៃនេះថែមទាំងមានខ្សែមួយទៀតគេហៅថាខ្សែបុណ្យឲ្យផលណាចាខ្សែបុណ្យឲ្យផលរបស់គាត់គឺចាស្អាតណាចាអញ្ចឹងអ្នកដែលមានខ្សែបុណ្យចាស់ឲ្យផលនេះចាមុននឹងមានបុណ្យចាស់ឲ្យផលគឺគាត់ត្រូវទទួលរងភាពលំបាកជាមុនសិនដោយមានការបាត់បង់ឬក៏បាច់បាក់គ្រួសារអីជាដើមយល់មានរឿងសោកសៅចាទទួលរឿងសោកសៅធំមួយសិនរួចហើយទៅចាមានបុណ្យចាស់នោះឲ្យផលជួយជាក្រោយណាចាឲ្យផលជួយជាក្រោយអញ្ចឹងចាខ្សែបុណ្យចាស់របស់គាត់នេះឲ្យផលជួយគាត់ចាប់ពីអាយុចាប់45ឡើងណា45ឆ្នាំឡើងឃើញទេចាមានខ្សែវាសនាឡើងមកថ្មីមួយទៀតចាចាក់ផុតទៅដល់ចាទួលសៅរបស់គាត់តែម្ដងដែលមានកម្លាំងជំរឿខ្លាំងទៀតផងអញ្ចឹងដែលអាចថាចាប់ពីអាយុចា45 46របស់គាត់ទៅចាប់ផ្ដើមរីកចម្រើនល្អប្រសើរខ្លាំងរហូតដល់វ័យចាស់មិនមានឧបសគ្គអីទៀតទេព្រោះស្ថិតក្នុងកម្លាំងបុណ្យដែលឲ្យផលណាចាចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំមកចាបង្ហាញពីការមើលបាតដៃទៀតហើយណាចាថ្ងៃនេះគឺខ្ញុំមានបាតដៃមួយដែលពាក់ព័ន្ធជាមួយនឹងខ្សែកម្លាំងបាបចាស់ឬក៏កម្មចាស់ឲ្យផលរហ័សណាចាមុននឹងមើលខ្សែហ្នឹងយើងមើលអំពីខ្សែជីវិតរបស់គាត់សិននេះខ្សែជីវិតរបស់គាត់ដាក់នៅត្រង់នេះហ៎ពុកម៉ែបងប្អូនចាអញ្ចឹងមកខ្សែជីវិតគាត់ដាច់នៅត្រង់នេះចាអញ្ចឹងម្ចាស់បាតដៃគឺគាត់ចាជួបរឿងប្រហែលយ៉ាងខ្ញុំធ្លាប់និយាយឲ្យរឿងខ្សែជីវិតដាច់ឥឡូវខ្ញុំដៅឲ្យមើលនៅក្នុងអាយុប្រហែលណាត្រង់នេះគឺ10ឆ្នាំចាត្រង់នេះ20 30ចាត្រង់នេះគឺ40ឆ្នាំណាចាអញ្ចឹងរឿងរាប់លើខ្សែជីវិតហ្នឹងខ្ញុំក៏ធ្លាប់បានបង្ហាញឲ្យសង្ឃឹមតែពុកម៉ែបងប្អូនចេះចាអញ្ចឹងបើសិនជាខ្សែជីវិតដាច់នៅក្នុងត្រឹមនេះចាត្រឹមអាយុខ្សែនេះគឺមានន័យថាម្ចាស់បាត់ដៃគឺនឹងជួបរឿង3យ៉ាងធ្ងន់ជាដំណំចាដែលទី1ធ្លាក់ខ្លួនឈឺជាទម្ងន់ទី2បាច់បាក់គ្រួសារមនុស្សជាទីស្រឡាញ់ចិត្តស្និទ្ធចាទី3គឺនឹងខាតបង់លុយកាក់ទ្រព្យសម្បត្តិដោយប្រការផ្សេងៗណាចាអញ្ចឹងម្ចាស់បាត់ដៃជាមិនផុតទេនឹងប្រឈមជួបរឿង3យ៉ាងហ្នឹងត្រូវតែមានការប្រុងប្រយ័ត្នប៉ុន្តែយើងមានមើលឃើញទេខ្សែឧបសគ្គនៅលើខ្សែជីវិតនេះណាឃើញកាត់នៅក្នុងអាយុ39មួយនិង34ឆ្នាំមួយទៀតណាចាអញ្ចឹង34ចាឬ35និង39ឆ្នាំនៃម្ចាស់បាត់ដៃគឺជួបឧបសគ្គជាមុនហេតុអីបានជួបឧបសគ្គជាមុនព្រោះខ្សែជីវិតរបស់គាត់ដាច់នៅក្នុងអាយុខ្សែហ្នឹងចានៅក្នុងអាយុ40ទើបដាច់ខ្សែជីវិតតើវាមកពីមូលហេតុអីទៅណោះចានេះមកពីមូលហេតុខ្សែនេះណាឃើញទេចាខ្ញុំគូររង្វង់ឲ្យមើលណាចាអញ្ចឹងខ្សែហ្នឹងគឺគេហៅថាខ្សែបាបចាស់ឲ្យផលណាឥឡូវខ្ញុំគូឲ្យមើលតែម្ដងណាចាអញ្ចឹងខ្សែបាបចាស់ឲ្យផលនេះគឺទិសដៅរបស់វាចាគឺចេញអំពីចាទួលអង្គាខ្ពស់ណាចាខ្សែទាំងឡាយណាដែលចេញអំពីទួលអង្គាខ្ពស់ក្បាលរបស់វាចាក់ទៅរកចាខ្សែជីវិតណាចាគេហៅថាខ្សែបាបចាស់ឲ្យផលខ្សែបាបចាស់នេះមានជើងទុកជ្រែងទៀតណាបើនៅបរិវេណនេះចាមិនមែនខ្សែបាបចាស់ឲ្យផលទេខ្ញុំឃើញចាមួយចំនួនដែលចែករំលែកពាក់ព័ន្ធជាមួយនឹងខ្សែនេះមិនត្រូវណាចាអ្នកដែលរៀនសូត្រទៅលើបាត់ដៃនៅបរិវេណនៅត្រង់នេះគឺទួលច័ន្ទទេណាអត់ត្រូវទេចេញពីទួលអង្គាខ្ពស់ទៅចាជាខ្សែបាបចាស់ឲ្យផលងាយស្រួលចំណាំណាឲ្យតែនៅចាលើខ្សែខួរក្បាលណានេះខ្សែខួរក្បាលឲ្យតែនៅលើខ្សែខួរក្បាលជាខ្សែបាប់គេថាជាខ្សែបាប់ចាស់ឲ្យផលវាចេញអំពីទួលអង្គាខ្ពស់រឿងទួលនេះចែកខ្សែគោលទាំង3ឲ្យច្បាស់ទៅរឿងទួលវាមិនខុសទេណាចាអញ្ចឹងសម្រាប់ខ្សែបាប់ចាស់ឲ្យផលនេះមានឥទ្ធិពលខ្លាំងណាស់ពុកម៉ែបងប្អូនចាគឺឃើញទេគាត់ត្រូវថាបើធម្មតាខ្សែដែលអត់អ្នកដែលដៃអត់មានខ្សែបាប់ចាស់ឲ្យផលហ្នឹងគាត់ត្រូវជួបរឿង3យ៉ាងតែក្នុងអាយុខ្សែប៉ុន្តែម្ចាស់បាត់ដៃត្រូវជួបមុនអាយុខ្សែហ្នឹងផងអាយុខ្សែហ្នឹងក៏ជួបមានន័យថា
34 ឆ្នាំរបស់គាត់ក៏ជួបបញ្ហាចានៅក្នុងចា39 ឆ្នាំរបស់គាត់ក៏ជួបបញ្ហា40 ឆ្នាំគាត់ក៏ជួបបញ្ហាវាផ្ទូនគ្នាបែបហ្នឹងព្រោះមានកម្លាំងកម្មចាស់ដែលធ្ងន់ដែលត្រូវចាសងឲ្យគេនឹងឯងណាចាអញ្ចឹងខ្សែជីវិតរបស់គាត់ចាប់ពីអាយុ41ទៅចាប់ផ្ដើមឡើងហើយណាចាប់ផ្ដើមមានឥទ្ធិពលល្អឡើងរហូតដល់ក្នុងអាយុចាស់50គាត់ប៉ុន្តែកម្រិតខ្ពស់ជាងគេបំផុតគឺអាយុ50ឃើញទេខ្សែលៀបរបស់គាត់ចេញមកណាចាខ្សែលៀបរបស់គាត់ចេញមកនៅក្នុងអាយុ50គាត់មានន័យថាគាត់រស់ស៊ីរីចម្រើនខ្លាំងជាងគេក្នុងអាយុ50គាត់ពិសេសចានៅក្នុងចាអាយុចា57 58 60គាត់របស់គាត់វិនិយោគធ្វើអីក៏ជោគជ័យដែរណាវិនិយោគបានជោគជ័យធំមែនតើជោគជ័យធំនឹងមានលុយកាក់ល្អឃើញទេរួចពីមានខ្សែជោគជ័យហើយនៅវ័យចាស់របស់គាត់មានខ្សែត្រីមង្គលចុងខ្សែជីវិតតែម្ដងអញ្ចឹងមានន័យថាការវិនិយោគចុងក្រោយរបស់គាត់ក្នុងការរកស៊ីរបស់គាត់គឺចំណេញលុយធំខ្លាំងចាដែលអាចចាឲ្យគាត់មានចាលុយកាក់ចាយវាល្អមានចំណូលល្អរហូតដល់វ័យចាស់មានភាពរុងរឿងចាដោយអំណាចនៃបុណ្យនៃត្រីមង្គលចាដែលគាត់សងកម្មរបស់គេអស់នឹងឯងណាដល់គេថាក្រោយពីភ្លៀងឲ្យមេឃស្រឡះណាគាត់សងកម្មអស់ហើយគឺគាត់ជួបភាពរុងរឿងវិញណាចាអាហ្នឹងគឺបែបហ្នឹងនៅលើដៃណាចា